នាងខ្ញុំសូមអនុញ្ញាតគោរពជំរាបសួរដល់ប្រិយមិត្តដែលតាមដានការផ្សាយរបស់ SE Hot News នៅថ្ងៃនេះដែរនៅគណៈវេលាម៉ោង 8:30 នាទីព្រឹកនៅថ្ងៃទី 7 ខែមិនិនាឆ្នាំ 2025 ដែលបានផ្សាយផ្ទាល់ចេញពីសាលាអប់រំសិស្សឆ្នាំកម្ពុជានាងខ្ញុំនឹងធ្វើការបង្ហាញអំពីសាលាអប់រំសិស្សឆ្នាំកម្ពុជាសាលាអប់រំសិស្សឆ្នាំកម្ពុជាមាន3សាខាគឺសាខាកោះកុងសាខាភ្នំពេញនិងសាខាសៀមរាបដែលបានបើកដំណើរការមិនទាន់បាន10ឆ្នាំនោះទេប៉ុន្តែមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អាណាព្យាបាលសិស្សនុសិស្សទាំងអស់គ្នានិងមានកម្មវិធីជាច្រើនហើយអ្វីបានជាសាលាអប់រំសិស្សឆ្នាំកម្ពុជាមានភាពល្បីល្បាញនិងមានកត្តាអ្វីខ្លះដែលធ្វើឲ្យសិស្សានុសិស្សចង់មករៀននៅសាលានេះសាលាអប់រំសិស្សឆ្នាំកម្ពុជាមានភាពល្បីល្បាញយ៉ាងនេះខ្ញុំនឹងបង្ហាញអំពីកម្មវិធីដែលខ្ញុំបានសិក្សារៀនមួយយកមកបង្ហាញទី1គឺកម្មវិធី STEM ខ្ញុំពិតជាចូលចិត្តកម្មវិធី STEM ដោយសារតែវាមានការសរសេរកូដនិងការសាងសង់ផ្ទះការគូរប្លង់ជាដើមហើយការដែលខ្ញុំបានសិក្សាអំពីកម្មវិធីនេះធ្វើឲ្យខ្ញុំចេះសរសេរកូដចេះសិក្សាអំពីអ្វីដែលថ្មីនិងការសាងសង់ផ្ទះគូរប្លង់ដោយដៃដោយខ្លួនឯងនិងចេះពិភាក្សាគ្នាជាក្រុមក្នុងការបង្កើតផលិតនេះឡើងហើយខ្ញុំពិតជាចូលចិត្តកម្មវិធីនេះណាស់ដោយសារតែខ្ញុំបានសិក្សាអំពីវានឹងធ្វើឲ្យខ្ញុំមានចំណេះកើនឡើងនឹងចេះសរសេរកូដជាដើមមិនតែប៉ុណ្ណោះសាលាអប់រំសិស្សឆ្នាំកម្ពុជាមានកម្មវិធីផ្សេងៗដូចជាការធ្វើបទបង្ហាញការតស៊ូមតិការសូត្រកំណាព្យផ្សេងៗហើយនឹងធ្វើឲ្យសិស្សមានសមត្ថភាពយ៉ាងខ្លាំងក្លាដែលមានការអភិវឌ្ឍខ្លួនឯងនៅការប្រឡងថ្នាក់ជាតិនិងថ្នាក់អន្តរជាតិនឹងទទួលបានលទ្ធផលល្អបាន Champion និង Grand Champion ផងដែរនាងខ្ញុំសូមអរគុណប្រិយមិត្តដែលបានតាមដានការផ្សាយរបស់ SE Hot News សូមអរគុណ